សួស្តីនេះគឺយើងមកធ្វើការនិយាយពីការ install និងធ្វើការ set up config ទៅលើ DNS server នៅលើ Windows server ចឹងដើម្បីធ្វើការ config បាន DNS server មួយយើងត្រូវការមានជាមួយនឹង machine របស់យើងហើយបន្តមកទៀតគឺយើងធ្វើការ set up ឲ្យ server របស់យើងនឹងប្រើជា static IP address យើងអាចប្រើជា dynamic IP បានទេចឹងនៅលើ ESNet នេះត្រូវ set វាជា static IP address ជាង set static IP មួយគឺឧទាហរណ៍ថា 192.168.70.20 ចឹងគឺជា static IP របស់យើងហើយយើងអាចដាក់ DNS server ដាក់ជា root base របស់យើងមកក៏បានដែរហើយបន្តមកទៀតគឺយើងអាចធ្វើការ install ជាមួយនឹង DNS server ឲ្យចូលក្នុង machine server របស់យើងបាននេះជាយើងអាចធ្វើការ install យើងចូលទៅ dashboard ទៅហើយបន្តមកទៀតយើងអាច add យក rule និង feature យើងយកហើយបន្តមកទៀតយើងអាច next install send type យើងយក rule based បានហើយ server selection ដោយសារយើងមាន machine server តែមួយយើងអាច select យកមួយតែបើសិនមាន machine server ចឹងអាចជ្រើសរើសយក server ផ្សេងគ្នាបានបន្តមកទៀតយើងជ្រើសរើសយក DNS server ដោយសារយើងចង់តម្លើងជាមួយ DNS server ជាយើងអាច add feature នឹងចូលបានបន្តមកទៀតយើងអាច next ទៅ next ទៀតទៅមានរត់ទៀតហើយ next ហើយយើងអាច install បាន start destination ហើយធ្វើការ install ช่วงต่อไปយើង install បានហើយយើងធ្វើការ refresh តិចទៅអញ្ចឹងយើងនឹងទទួលបានជាមួយនឹង DNS server មួយមកហើយបន្តមកទៀតយើងត្រូវធ្វើការ config ទៅលើ DNS មួយនឹងដើម្បីយើងអាចប្រើបានអញ្ចឹងយើង config យើងចូលទៅ tool ហើយជ្រើសរើសយក DNS មកចឹងដោយសារតែ DNS server របស់យើងគឺយើងបែងចែកលើ DNS server ខ្ញុំបែងចែកវាជា forward zone reverse ចឹងយើងអាចធ្វើការ create ទៅលើទី1គឺ forward zone សិនមកចឹងដោយសារតែនេះយើងមានជាមួយនឹង domain name មួយឲ្យប្រើ class.com នេះតែយើងអាចចង់ create ថ្មីទៀតយើងអាច create បានខ្ញុំអាចយក new មក new zone នេះគឺយើងអាចបង្កើតជា zone file ជាងយើងយកជា primary zone យើងដាក់ឈ្មោះ zone name មកយើងចង់ដាក់ឈ្មោះអីក៏បានដែរចង់ដាក់ថា test.net អូខេដាក់ថា e9 ចុះ .com ក៏បាន .net ក៏បានដែរចេញបើ .com សិនទៅអញ្ចឹងទៅយើង next បានមកទៀតមកចឹង finish ចឹងបន្តមកទៀតយើងបានជាមួយនឹង zone មួយអីដែលវាគឺជា primary zone របស់យើងហ្នឹងយើងអាចបង្កើតជា secondary ក៏បានដែរចង់បង្កើតជា primary zone ក៏បាន secondary zone ក៏បានជាយើងបង្កើតជា primary មកជាយើងចូលទៅក្នុង zone របស់យើងហ្នឹងចឹងនៅក្នុង zone នេះគឺយើងអាចបង្កើតជាគេ record zone record ទៅកាន់ជាមួយនឹង zone record ដើម្បីយើង record ថា name មួយហ្នឹងត្រូវជាមួយនឹង IP មួយណាជាងអាចបង្កើតជាមួយនឹង zone record មួយហ្នឹងជាងយកមកនេះគឺមានជាមួយនឹងនេះគឺជា record យើងយក A record ឬក៏ A4 ដង record ក៏បានដែរតែយើងប្រើជា A record ហើយអាចបង្កើតជា alias ឈ្មោះជាយើងអាចយកជាមួយនឹងនេះសិន host ដែលជា zone record ហ្នឹងជាខ្ញុំដាក់មកឈ្មោះរបស់យើងចង់បង្កើតអីគេដាក់ថា student ចុះ student ជា domain name របស់យើងហើយបន្តមកទៀតតើឲ្យ student ហ្នឹងត្រូវជាមួយនឹង IP មួយណា
ជាងអាចដាក់ IP មកឧទាហរណ៍ថា IP របស់ server យើងគឺ 192.168.1.10 ជាងអាច add ជាមួយនឹង host មួយនឹងមួយទៀតមកហើយបន្តមកទៀតឧទាហរណ៍បើសិនយើងមានជាមួយនឹង server ផ្សេងទៀតយើងអាច add ជាមួយនឹង domain ផ្សេងមួយទៀតបានឧទាហរណ៍ថាយើងមាន mail server ឧទាហរណ៍ថា mail ជាងអាច add ជាមួយនឹងទៅ server mail server យើងមួយទៀតមក mail server យើងគឺប្រើ 2.20 ចឹងទៅជាងអាច add មួយទៀតមកជាងប៉ុណ្ណឹងមកបានគឺយើងបានបង្កើតជាមួយនឹង Zoom record របស់យើងរួចហើយចឹងពេលយើងបង្កើតជាមួយនឹង forward zone ហើយយើងអាចទៅបង្កើតជាមួយនឹង reverse zone មួយទៀតក៏បានដែរ reverse zone ហ្នឹងគឺធ្វើការបកពី IP នេះជាឈ្មោះវិញហ្នឹងគឺយើងប្រើ reverse zone ប៉ុន្តែយើងអាចតេស្តបានត្រឹមតែជាមួយនឹង forward zone សិនទៅអញ្ចឹងបន្តមកទៀតពេលយើងបង្កើតជាមួយនឹង DNS យើងបង្កើត zone កន្លែងបានហើយយើងត្រូវធ្វើអីបន្តទៀតអញ្ចឹងពេលយើងបង្កើត zone បែបហ្នឹងរួចហើយយើងអាចយក DNS ហ្នឹងទៅប្រើប្រាស់បានអញ្ចឹងដល់យើងចង់ភ្ជាប់ទៅអ៊ីនធឺណិតសិនមកអញ្ចឹងពេលយើងបង្កើតរួចហើយអញ្ចឹងយើងអាចយក DNS server របស់យើងហ្នឹងយកទៅ apply នៅលើ network ណាមួយបាទអញ្ចឹងគឺខ្ញុំនឹងយក DNS server ហ្នឹងមក apply លើ computer របស់ខ្ញុំយកទៅ apply ចូលទៅក្នុង Wi-Fi ស្អីយើងប្រើ wirelessជាងដំបូងគឺយើងប្រើជា auto បន្តិចសិនចង់ដឹងវាខុសគ្នាបែបម៉េចជាងពេលយើងភ្ជាប់ចូលទៅក្នុងអ៊ីនធឺណិតហើយយើងក៏អាច apply ជាមួយ DNS server របស់យើងអាចធ្វើការ test សាកល្បងបានជាងអាចធ្វើការ check IP សិន IP config របស់យើង /all មកជាងអាចតម្រិតមើលបានថាជាងប្រើជាមួយនឹង DNS server មួយផ្សេងគឺ 172.20.10.1 ចឹងទៅហ្នឹងគឺជា DNS server ផ្សេងហើយជាទូទៅវាចាប់យក8 4ដងរបស់ Google អញ្ចឹងពេលយើងធ្វើការ NS log up ទៅកាន់domain name ណាមួយ www.google.com អញ្ចឹងធ្វើការ log NS log up ទៅកាន់ www.google.com អូខេមិននិយាយសារតែចឹងនេះបន្ទាប់ពីយើង NS log up ទៅកាន់ google.com យើងទទួលបានជាមួយនឹង domain name មួយគឺជាឈ្មោះ google.com ហើយនឹង IP តែនេះគឺយើងប្រើប្រាស់ជាមួយនឹង domain name របស់ router អញ្ចឹងយើងនឹងធ្វើការ apply ជាមួយនឹង domain name របស់យើងចូលទៅឲ្យជាមួយនឹងម៉ាស៊ីនកុំព្យូទ័រនឹងវិញអញ្ចឹងខ្ញុំនឹងដាក់ apply ជាមួយនឹង domain name របស់យើងហ្នឹងគឺ 192.168.70.100 អូខេ 192.168.70 យើងមើល IP សិនមកIP អត់បាន set IP set រួចហើយតែប្រហែលជាត refresh នេះអញ្ចឹងគឺ 70.20 គឺជា DNS server របស់យើងអញ្ចឹងយើងប្រើជាមួយនឹង IP 70.20 ហ្នឹងមក0.20ចឹងបន្ទាប់ពីយើង apply ជាមួយ DNS នឹងចូលទៅយើងអាចប្រើបានតែសាកល្បងមើលទៅឥឡូវយើងអាចទៅម្ដងទៀតទៅ
អូខេទៅ facebook.com ចឹងលើកហ្នឹងគឺឡើង load DNS server ដែល router ផ្ដល់ឲ្យយើងទៀតគឺនឹងផ្ដល់ជាមួយនឹង DNS server ផ្ទាល់ខ្លួនរបស់យើងវិញប៉ុន្តែអត់តន់ទៅទេសារតែយើងអត់បានវានឹង forward ទៅដល់ facebook.com ឬក៏អត់ទៅដល់ google.com ទេទៅអត់ដល់ទេអីដែលយើងអាចទៅដល់បានគឺយើងអាចទៅបានត្រឹមតែជា zone ដែលយើងបានបង្កើតឲ្យមកហ្នឹងគឺ forward zone ទាំងប្រមាណយើងបង្កើតមកអញ្ចឹង forward zone ដែលយើងបង្កើតមកហ្នឹងគឺយើងមាន2គឺមានជាមួយនឹងទី1គឺ student e9.com មួយទៅដល់អត់តាមអត់ចាំតិចសិនតែជាអត់តបាន restart ឃើញចឹងទៅពេលយើងបាន restart network card របស់យើងហើយយើងអាចសាកម្ដងទៀតបាន student e9.com request ចាំអត់ឈីសិនe9 student e9.comយើងអាចទៅសាក mail e9.com ចូលឃើញជាងយើងសាកមកទៀតគឺយើងប្រើជាមួយនឹង ns lookup មកគឺយើងធ្វើការ lookup ទៅកាន់អីគេទៅកាន់ domain name របស់យើងដែលយើងបានបង្កើតមកហ្នឹងគឺ forward zone របស់យើងហ្នឹងគឺយើងមានជាមួយនឹង2ឈ្មោះគឺ student.e9.com ជាមកមួយចឹងនេះគឺ DNS server យើងនឹង reply មួយថាឈ្មោះរបស់យើងនេះ e9.com នេះគឺត្រូវជាមួយនឹងគេ IP ប៉ុណ្នេះហើយបន្តមកទៀតសម្រាប់អីគេ mail.e9.com ត្រូវជាមួយនឹង IP ហ្មងគឺគេនឹង reply ឈ្មោះ DNS domain name របស់យើងមួយនេះត្រូវជាមួយនឹង IP មួយនេះចឹងបើសិនយើងប្រើ IP ទៅវិញឧទាហរណ៍ថាយើង log up ទៅ IP ណាមួយចុះ 192.168.1.10 ចឹងគេនឹងបញ្ជាក់ថានេះ 1.10 នេះក៏មានជាមួយនឹងអីគេមានជាមួយនឹង domain name មួយដែរចឹងស្រាប់ 1.20 1.20 នេះហេតុអីបានគេអាចស្វែងរកបានគេអាចស្វែងរក 1.20 បានទេដោយសារតែយើងអត់បានបង្កើតជាមួយនឹង zone មួយទៀតគឺអីគេគឺ reverse zone ដោយសារនៅលើ DNS server គឺគេបែងចែកជា zone មាន reverse zone ហើយមានជាមួយនឹង forward zone forward zone គឺយើងប្រើបកប្រែពី domain name ទៅជា IP ប៉ុន្តែបើសិនជាយើងចង់ប្រើពី IP ទៅជា domain name វិញគឺយើងត្រូវការមានជាមួយនឹង reverse zone មួយទៀតយើងមាន reverse lookup zone អញ្ចឹងលើ reverse lookup zone ហ្នឹងគឺយើងត្រូវការបង្កើត reverse zone មួយទៀតអញ្ចឹងសម្រាប់មួយនេះគឺខ្ញុំបង្កើត reverse zone សម្រាប់តែ IP ឯគេ 1.10 ឯងអញ្ចឹងយើងត្រូវការ reverse zone សម្រាប់ IP 1.20 មួយទៀតអញ្ចឹងយើងអាចបង្កើតជាមួយនឹង reverse zone មួយទៀតមកយើងយកជា primary ដែលមកហើយប្រើសម្រាប់ reverse IP មួយណា version 4 version 6 អញ្ចឹងយើងប្រើ version 4ហើយបន្តទៀតយើងដាក់ network ដែលយើងចង់ឲ្យវាធ្វើឲ្យ reverse zone នឹងធ្វើការលើអញ្ចឹងគឺយើងប្រើ 192.168.2 next មក next បន្តទៀតមក
finish អញ្ចឹងយើងបង្កើតបានជាមួយនឹង reversal មួយទៀតហើយអញ្ចឹងយើងអាចធ្វើការបង្កើតមកនេះ pointer ប្រើ pointer ក៏បានយើងប្រើ cname មើលបានតែទូទៅខ្ញុំប្រើ pointer point អីគេ point ពី IP ប៉ុន្មានទៅ IP មែនអូខេឆ្លង 1.20 មិនមែន2ទេឆ្លងអញ្ចឹងដោយសារតែវាជា 1.20 អញ្ចឹងគឺខ្ញុំទៅបង្កើតនៅក្នុង reverse zone របស់ network 1.0 អញ្ចឹងខ្ញុំបង្កើតមួយទៀតមកនេះ new pointer យើង point ទៅណាឲ្យ address 20នេះទៅកាន់ domain name មួយណាឈ្មោះមួយណាឈ្មោះរបស់គេគឺអីគេ mail ដតអីគេ e9 .com អញ្ចឹងអូខេមកអូខេប៉ុណ្ណឹងមកយើងធ្វើការ refresh server របស់យើងម្ដងទៀតមកអញ្ចឹងបន្ទាប់មកលើកហ្នឹងគឺយើងអាចអីគេនេះយើងអាចធ្វើការ log up ទៅកាន់ IP 1.20 ដើម្បីស្វែងរក host name ឬក៏តែស្វែងរកជាមួយនឹង domain name ម្ដងអញ្ចឹងនេះយើង log up យើងឃើញថាបើកាលពីប្រហែលជា 1.20 គឺត្រូវជាមួយនឹង mail.e9.com អញ្ចឹងសម្រាប់ DNS server របស់យើងគឺយើងមានប៉ុណ្្នឹងទេសម្រាប់ Windows server ជាសម្រាប់នេះគឺខ្ញុំសូមបញ្ចប់ទៅប៉ុណ្្នឹងសម្រាប់ DNS server